ជំរាបសួរក៏ដូចជាស្ដីដល់គ្នាខ្ញុំបាទឈ្មោះតារាថ្ងៃនេះខ្ញុំមានវីដេអូមួយបង្រៀនអំពីcommand Linux បន្តទៀតពីវីដេអូមុនសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំបង្រៀនអំពីអinode ឥឡូវ inode ជាអ្វី inode គឺជា data structure ដែលគេប្រើប្រាស់វាសម្រាប់ក្នុងការរក្សាទុកព័ត៌មានសំខាន់ៗរបស់ file ឈ្មោះ file គឺមិនស្ថិតនៅក្នុង inode ទេប៉ុន្តែគឺវាស្ថិតនៅក្នុង directory ហើយ inode ហ្នឹងគឺមានពីរគឺមាន hard link ហើយនិងមួយទៀតគឺ soft link ឥឡូវយើងចូលបញ្ចូលអំពី soft link និង hard link បន្តទៀតអីទៅជា hard link ហើយអ្វីទៅជា soft link ហើយគេប្រើវាសម្រាប់ធ្វើអីចំពោះ hard link វិញគឺវាជាឈ្មោះរបស់ file មួយដែលគេភ្ជាប់ទៅកាន់inode ហ្នឹងដូចគ្នាទៅនឹង file ដើមបើឥឡូវយើងប្រៀបធៀបជាមួយនឹងsoft link វិញ soft link ជាអីគេ soft link គឺជា file ពិសេសមួយដែលគេរក្សាទុកទៅលើ path វារក្សាទុក path របស់ file ដើមដែលមិនមែនជា inode ទេឥឡូវយើងនិយាយពីលក្ខណៈសំខាន់របស់ទាំង hard link និង soft link លក្ខណៈសំខាន់របស់hard link ជាអីលក្ខណៈសំខាន់របស់ hard link គឺទីមួយគឺinode វាដូចគ្នា data ដូចគ្នាទី3គឺយើងលុប file មួយ file ផ្សេងទៀតគឺនៅដំណើរការធម្មតាចំណុចបន្តទៀតគឺมันអាច link ទៅកាន់ directory បានចំពោះ hard link ហើយចំណុចចុងក្រោយមួយទៀតគឺมันអាច link ឆ្លងfile system បានឥឡូវយើងនិយាយពីលក្ខណៈពិសេសរបស់ soft link មុនហ្នឹងយើងនិយាយពី hard ឥឡូវ soft link ម្ដងគឺចំពោះ soft link គឺ inode របស់វាគឺខុសគ្នាហើយគឺវារក្សាទុកគឺ path ទី3គឺវាអាច link ទៅកាន់ directory បានចំពោះ soft វាអាច link ឆ្លង file system បានហើយសម្រាប់ការលុប file ដើមគឺ link និង code ខ្ទេចហ្មងយើងលុបទៅមួយ file ដើមឥឡូវយើងមើលការប្រៀបធៀបទៀតចំពោះ hard link និង soft link inode គឺដូចគ្នាចំពោះ hard link ខុសគ្នាចំពោះ soft link ចំពោះការរក្សាទុកគឺអឺ hard link គឺវារក្សាទុកនៅ data ចំណែកឯ soft link គឺរក្សាទុកនៅ path ចំពោះការលុប file ដើមការលុប file ដើមបើសិនជាយើងលុប hard link គឺនៅដំណើរការធម្មតាចំណែកឯ soft link គឺវានឹងខូចបើ link directory វិញគឺអឺចំពោះ hard link គឺវាអាចធ្វើការ link បានទេសម្រាប់ soft link គឺធ្វើការអាច link directory បានចំពោះការឆ្លងកាត់នៅ file system ដូចយើងបានបង្ហាញមិញហ្នឹងhard link គឺអាចធ្វើការឆ្លង file system បានចំណែកឯ soft link គឺអាចធ្វើការឆ្លងបានឥឡូវយើងពិនិត្យមើលអំពីការប្រើប្រាស់របស់ soft link និង hard link វិញម្ដងកុំឲ្យខាត់ពេលយូរគឺយើងធ្វើការចូលទៅកាន់ command របស់យើងឥឡូវខ្ញុំធ្វើការតេស្តទៅលើ hard link មុនគឺខ្ញុំបង្កើត file type នេះ file របស់ខ្ញុំគឺឈ្មោះថា rupp ចុះ .txt តមកគឺយើងប្រើនៅ command ln តមកគឺដាក់ឈ្មោះ rupp របស់យើង .txt មកហើយទៅ rupp គឺយើងបង្កើត file ថ្មីមួយទៀត rupp មួយយើងមក
ដល់ទៅកាន់ TXT អូខេធ្វើការ enter តមកគឺយើងវាយថ្មថា ls ដកជាមួយនឹង li មកដើម្បីធ្វើការ show ទៅលើ data ដែលយើងធ្វើមកនេះគឺយើងឃើញថាព័ត៌មានដែលយើងបានមុននឹងលេខខាងមុខនេះជាអីគេលេខខាងមុខគឺជាលេខ number របស់ inode នេះគឺជាឈ្មោះឥឡូវយើងកន្លែងទៅមើលអីដែលយើងបានបង្ហាញមុននឹងយើងឃើញថាលេខរបស់វាគឺដូចគ្នាលេខទៅលើfile មួយហ្នឹងលេខ number របស់វាគឺដូចគ្នាលេខ number ដូចគ្នាហើយទៅវារក្សាទុកនៅទិន្នន័យយើងថាការបកស្រាយរបស់យើងហ្នឹងគឺវាត្រូវហើយឥឡូវយើងធ្វើការតេស្តចំពោះsoft link វិញម្ដងចំពោះ soft link ឥឡូវយើងសាកបង្កើត file មួយទៀតមកការបង្កើតវាប្រើពីវាប្រើថាដើម្បីបង្កើត file ទីហោថាដាក់ឈ្មោះនេះចុះ school អូខេដល់ TXT ហើយមុនហ្នឹងយើងប្រើ ln ដើម្បីក្នុងការ hard link តែចំពោះ soft link វិញគឺយើងប្រើ ln ហើយដក s មួយទៀត school មុនហ្នឹង .txt ហើយយើងបង្កើត file មួយទៀតគឺថា link one .txt ឥឡូវយើងធ្វើការ ls .li មកអីដែលយើងឃើញគឺកន្លែងនេះមិញកន្លែង link មិញកន្លែងនេះចំពោះ soft គឺលេខinode របស់វាគឺខុសពី hard គឺអត់ដូចគ្នាទេកន្លែងនេះគឺវាធ្វើការ link ទៅណា link ទៅកាន់ school ហ្នឹងគឺសម្គាល់លើ soft link ហើយឥឡូវយើងធ្វើការតេស្តបន្តទៅលក្ខណៈថាយើងចង់លុបទៅលើទិន្នន័យមួយចឹងឥឡូវលុបប្រើ command rm file របស់យើងគឺឈ្មោះ school .txt ឥឡូវយើងធ្វើការ search ទៅរកlink 1មកចង់ដឹងថា link 1ហ្នឹងវារកឃើញអត់បើសិនជាយើងធ្វើការលុបfile ដើមរបស់វា file school នេះ
ខេទៅកាន់ link 1 អត់ TXT នោះយើងឃើញថាlink 1របស់វាគឺយើងធ្វើការរកអត់ឃើញទេដោយសារតែ file ដើមរបស់វាគឺត្រូវបានលុបចោលហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា